សួស្តីទាំងអស់គ្នាឥឡូវថ្ងៃនេះខ្ញុំនឹងណែនាំដល់ទាំងអស់គ្នាធ្វើអំពីប្រហុកចិញ្ច្រាំឆៅជាមួយនឹងអង្ករចាគ្រឿងផ្សំរបស់យើងមានអង្ករឆៅប្រហុកសាច់គ្រឿងហេងម្ទេសស្លឹកក្រូចសើចគល់ស្លឹកគ្រៃទឹកស្ករហើយយើងដាក់ម្សៅស៊ុបចូលស្ករសអំបិលរ៉តឌីហើយនឹងគ្រាប់ចន្ទីលីងចាឥឡូវយើងដាក់អង្ក្រងស្រស់ចូលហើយចិញ្ច្រាំឲ្យម៉ត់